ចាស់មែនហើយខ្ញុំទៅលក់បន្លែប៉ុន្តែមិនអីទេខ្ញុំអាចលក់ម្នាក់ឯងបានបងមិនចាំបាច់ជួយខ្ញុំនោះទេមិនអីទេមកចាំបងជួយអូនលក់សូមជូនរឿងអ្នកចិត្តខាងនៅក្នុងភូមិមួយមានគ្រួសារមួយដែលជាស្ត្រីមេម៉ាយរស់នៅតែពីរអ្នកម្ដាយនិងកូនជារៀងរាល់ថ្ងៃពួកគាត់តែងតែដើរបេះបន្លែបង្ការបន្តិចបន្តួចដើម្បីយកទៅលក់ដោយយកប្រាក់មកចិញ្ចឹមជីវិតគ្រួសារនោះម្ដាយមានឈ្មោះថាមីងសានចំណែកឯកូនស្រីវិញមានឈ្មោះថានាងមលីនាងតែងតែដើរបេះបន្លែនិងយកទៅលក់នៅតាមផ្ទះជារៀងរាល់ថ្ងៃមួយនាងមលីក៏បានយកបន្លែយកទៅលក់អ្នកម៉ែកូនទៅលក់បន្លែសិនហើយមលីកូនទៅលក់បន្លែទៅឆាប់មកវិញណាកូនកុំនៅដល់មេឃងងឹតអីព្រោះខ្លាចស្រុកភូមិយើងឥឡូវនេះមិនសូវជាសបោសបាយដូចមុនទេឆាប់ត្រឡប់មកវិញណាកូនចាអ្នកម៉ែកូននឹងប្រញាប់ត្រឡប់មកវិញឲ្យបានមុនមេឃងងឹតលុះនិយាយចប់ហើយនាងមលីក៏បានដើរចេញទៅចំណែកឯមីងសយវិញក៏គាត់បាននិយាយម្នាក់ឯងថាហើយអាណិតកូនណាតាំងពីកើតមកមិនដែលបានស្រណុកសុខស្រួលនឹងគេនោះទេមួយថ្ងៃដើរបេះបន្លែបង្កើតជាមួយនឹងម៉ែនឹងយកទៅលក់ជារៀងរាល់ថ្ងៃដើម្បីដូរយកអង្ករមកហូបម៉ែសែនអាណិតកូនណាតែមិនដឹងធ្វើម៉េចបើគ្រួសារយើងក្របែបនេះឲ្យម៉ែសុំទោសណាកូនក្រឡេកមកមើលក្បែរផ្ទះមីងសានវិញមានឃើញស្ត្រីម្នាក់កំពុងតែឈរក្បែរផ្ទះអើតលើមមើលមកផ្ទះមីងសានគាត់មានឈ្មោះថាមីងសយគឺជាអ្នកជិតខាងម្នាក់ដែលរស់នៅជាប់នឹងរបងផ្ទះមីងសានគាត់នេះគឺមិនមែនធម្មតាទេគឺកំពូលអ្នកជិតខាងតែម្ដងគាត់តែងតែចង់ដឹងរឿងចង់ដឹងរាវពីផ្ទះមីងសានជានិច្ចអំបញ្ញមិញនេះអ្នកសានឈរនិយាយស្អីម្នាក់ឯងងើស្ដាប់មិនលឺអីសោះដូចជាចង់ដឹងដល់ហើយគិតរកចូលទៅសួរមើលបន្តិចសិនក្រៃលោកបានដឹងសាច់រឿងខ្លះថាហើយមីងសយក៏ដើរទៅរកមីងសំចំណែកឯនាងម្លេះវិញបានដើរលក់បន្លែពីផ្ទះមួយទៅផ្ទះមួយមីងអើយមីងnhậpផ្ទះអត់មិញទិញបន្លែទេថ្ងៃនេះគឺបន្លែស្រស់ៗល្អណាស់អូគឺក្មួយម្លិះទេអូក្មួយថ្ងៃនេះគឺមិញអត់ទិញទេដោយសារថ្ងៃនេះមិញមានម្ហូបរួចហើយកូនរបស់មិញទៅមកពីស្រែបេះបន្លែមកខ្លះដូច្នេះហើយមិញមានម្ហូបហើយមិញអត់ទិញទេចាស់មិញអញ្ចឹងខ្ញុំទៅវិញហើយបន្ទាប់ពីនិយាយហើយនាងម្លិះក៏បានដើរចេញទៅលុះដល់ពេលនាងម្លិះបានទៅដល់ផ្លូវស្ងាត់មួយក៏បានជួបជាមួយនឹងក្មេងស្ទាវមួយក្រុមអាស្នាឯងមើលនោះគឺអូនម្លិះតាមើលនាងតាណាហ្នឹងតើយើងចូលទៅសុខទុក្ខនាងតិចទេយើងឃើញហើយមិនបាច់ប្រាប់ទេយើងកំពុងតែតម្រង់ទៅរកនាងនឹងណាអូនម្លិះគឺជាសំណប់ចិត្តរបស់យើងរឿងអីដែលយើងត្រូវឲ្យខាត់ពេលនោះនិយាយគ្នារួចហើយពួកគេក៏បានដើរចូលទៅរកនាងហើយក៏បានសួរនាងម្លិះថាម្លិះអូនទៅលក់បន្លែមែនទេមកចាំបងជួយអីចាស់មែនហើយខ្ញុំទៅលក់បន្លែប៉ុន្តែមិនអីទេខ្ញុំអាចលក់ម្នាក់ឯងបានបងមិនចាំបាច់ជួយខ្ញុំនោះទេមិនអីទេមកចាំបងជួយអូនលក់ទាំង5ថ្ងៃបែបនេះខ្មៅសាច់អស់ហើយមកចាំបងជួយអូនមែនហើយមកចាំបងជួយអូនដើមម្នាក់ឯងបែបនេះគឺវាមិនល្អនោះទេម្យ៉ាងទៀតអូនសិតសខ្ចីបែបនេះបើអូនដើរថ្ងៃក្តៅខ្លាំងពេកខ្លាចខ្មៅស្បែកអស់បងនេះគឺវាខូចចិត្តមកចាំបងជួយណាអត់ទេឆាប់ចេញទេខ្ញុំមិនត្រូវការទេមិនចាំបាច់មកជួយខ្ញុំទេឆាប់ចេញទេជួយផងនរណាក៏បានដែរឆាប់ជួយខ្ញុំផងនៅពេលនោះស្រាប់តែមានឡានមួយបើកមកដល់ហើយក៏មានបុរសម្នាក់ចុះពីលើឡានហើយស្រែកថាណែពួកឯងកំពុងតែធ្វើអីឆាប់លែងនាងភ្លាមទៅកណ្ដាលថ្ងៃចាស់ហេតុអីបានជាមកចាប់កូនក្រមុំគេបែបនេះឆាប់លែងនាងភ្លាមទៅបើមិនចង់ឈឺខ្លួនណែអាមុខសមិនមែនជារឿងរបស់ឯងទេឆាប់ចេញភ្លាមទៅនេះគឺជារឿងរបស់យើងនិងសង្សាររបស់យើងទេវាមិនមែនជារឿងរបស់ឯងទេឆាប់ចេញភ្លាមទៅបើមិនចង់ត្រូវអត់ទេលោកពួកគេមិនមែនជាសង្សាររបស់ខ្ញុំទេជួយខ្ញុំផងពួកគេគឺជាក្មេងស្ទើរនៅក្នុងភូមិនេះមួយថ្ងៃគ្មានធ្វើអីទេដើរតែផឹកស៊ីប៉ោឡែតែប៉ុណ្ណោះឯងជួយខ្ញុំផងលោក
ពួកឯងឮទេនាងនិយាយថាពួកឯងមិនមែនជាសង្សាររបស់នាងទេឆាប់លែងនាងព្រាមទៅបើមិនចង់ឈឺខ្លួនហេអានេះនិយាយស្ដាប់គ្នាមិនបានមែនណាហើយចុះហែកអាណាគេក៏សម្បើមដៃម្លេះឆាប់ចេញព្រាមទៅបើមិនចង់ឈឺខ្លួនទេមែនណាមិនមកបដៅវាចេញម្ដងល្មងទៅអូនេះពួកឯងចង់ស្គាល់យើងមែនទេចុះយើងសួរពួកឯងស្គាល់មេភូមិភឿនឬអត់យើងនឹងហើយគឺជាកូនប្រុសរបស់មេភូមិភឿនប៉ុណ្ណឹងឯងស្គាល់នៅថាម៉េចឯងគឺជាកូនរបស់មេភូមិភឿនមិនបានទេឆាប់នាំគ្នាទៅពួកយើងមិនអាចប៉ះពាល់ដល់មេភូមិភឿនបានទេបើមិនចឹងទៅប្រហែលជាគុកហើយយ៉ាងម៉េចហើយខ្លាចឲ្យមែនទេហេតុអីក៏មិនឆាប់ដល់លែងនាងព្រាមទៅបាទពួកខ្ញុំដល់លែងនាងហើយកុំប្រាប់មេភូមិភឿនអីណាបងពួកខ្ញុំទៅហើយពួកខ្ញុំសុំទោសបន្ទាប់ពីនិយាយរួចហើយពួកគេក៏បានរត់ចេញទៅចំណែកឯនាងម្លេះនិងសិលាវិញនាងតើនាងយ៉ាងម៉េចហើយតើពួកគេមានធ្វើបាបនាងទេចាលោកគឺខ្ញុំមិនអីទេខ្ញុំអរគុណលោកច្រើនណាស់ដែលបានជួយខ្ញុំប្រសិនបើគ្មានលោកទេខ្ញុំមិនដឹងថាទៅជាយ៉ាងណាយ៉ាងណីនោះទេខ្ញុំអរគុណលោកណាស់បាទមិនអីទេវាគ្រាន់តែជារឿងបន្តិចបន្តួចប៉ុណ្ណោះនិយាយអញ្ចឹងតើនាងជាអ្នករស់នៅក្នុងភូមិនេះមែនទេតើនាងឈ្មោះអីដែរផ្ទះនាងនៅកន្លែងណាចាំខ្ញុំជូនទៅផ្ទះវិញអូគឺខ្ញុំឈ្មោះម៉ាលីខ្ញុំរស់នៅឯចុងភូមិឯណោះមិនអីទេលោកខ្ញុំទៅវិញខ្លួនឯងក៏បានដែរមិនអីទេព្រោះខ្ញុំមិនចង់រំខានលោកច្រើនឡើយលោកជួយខ្ញុំតែប៉ុណ្ណេះគឺខ្ញុំអរគុណច្រើនហើយអូអ្នកនាងឈ្មោះម៉ាលីមែនទេឈ្មោះដូចជាប្រហែលមនុស្សម្នាក់យ៉ាងម៉េចទេអូគឺជាម៉ាលីកូនមីងសានមែនទេចាមែនហើយគឺម្ដាយរបស់ខ្ញុំឈ្មោះសានចុះតើលោកគឺជានរណាវិញហេតុអីបានជាស្គាល់ម្ដាយរបស់ខ្ញុំពុទ្ធអើយម៉ាលីតើអូនមិនចាំបងទេបងគឺសិលាណាសិលាកូនរបស់មេភូមិភឿនកាលពីនៅក្មេងៗពួកយើងតែងតែលេងជាមួយគ្នាតើអូនភ្លេចហើយមែនទេពុទ្ធអើយអូនពេញក្រមុំហើយមើលទៅបងមើលឡើងមិនស្គាល់ហើយពិតជាស្អាតណាស់នេះថាម៉េចលោកគឺជាបងសិលាមែនទេពុទ្ធអើយបងសិលានេះបងបែកគ្នាយូរហើយបងនៅតែមាត់ផ្អែមដដែលមានឯណាបងតែប៉ុណ្្នឹងឯងនិយាយចឹងមកចាំបងជូនអូនទៅផ្ទះវិញឆាប់ឡើងឡានជាមួយបងមកមិនអីទេបងខ្ញុំអាចទៅវិញខ្លួនឯងបានហើយមិនអីទេព្រោះមិនចង់រំខានបងហើយណាមួយខ្លួនរបស់ខ្ញុំក៏ប្រឡាក់សិតតែដីខ្លាចប្រឡាក់បកឡានបងទៀតឆាប់មកកុំប្រកែកអីពួកយើងសិតតែជាអ្នកភូមិស្រុកជាមួយគ្នាតាកុំខ្លាចចិត្តខ្លាចថ្លើមអីតោះឆាប់ចូលទៅអញ្ចឹងក៏បានដែរអរគុណបងច្រើនណាស់បន្ទាប់មកសិលាក៏បានដឹកនាងម្លីត្រឡប់ទៅផ្ទះវិញលុះពេលទៅដល់ផ្ទះនាងម្លីអរគុណបងច្រើនណាស់ដែលបានជូនខ្ញុំមកផ្ទះថ្ងៃនេះពិតជាអរគុណបងខ្លាំងមែនទែនបងបានជួយខ្ញុំពីពួកអាដែនហើយថែមទាំងជួយជូនខ្ញុំមកផ្ទះទៀតខ្ញុំអរគុណបងណាបងមិនអីទេម្លីកុំបាច់អរគុណបងអីពួកយើងសុទ្ធតែជាអ្នកភូមិជាមួយនឹងគ្នាទេអ្វីដែលបងអាចជួយបានបងក៏ជួយទៅកុំខ្លាចចិត្តបងអីណាគ្រាន់តែថ្ងៃក្រោយបងសុំលេងទីនេះទៀតហេហើយនោះគឺជានាងម្លីតាហើយចុះអាប្រុសនោះគឺជានរណាមានទាំងឡានទៀតពុទ្ធអើយមើលទៅដូចជាធម្មតាទេនេះស្ដាប់បន្តទៀតសូមលីកូនត្រឡប់មកវិញហើយមែនទេហើយនេះគឺជានរណាហេតុអីបានជជូនកូនត្រឡប់មកផ្ទះវិញបែបនេះចាម៉ែនេះគឺជាបងសិលាដែលជាកូនរបស់លោកមេភូមិភឿនគាត់ជួបកូននៅតាមផ្លូវហើយក៏ជូនកូនត្រឡប់មកផ្ទះវិញតែប៉ុណ្ណឹងទេណាម៉ែអូគឺចឹងទេមិញអរគុណក្មួយច្រើនណាស់ដែលបានជូនកូនស្រីមិញត្រឡប់មកផ្ទះវិញក្មួយហូបបាយហើយរនៅមកចូលហូបបាយជាមួយនឹងមិញសិនណាបាទអ្នកមីងចាំលើកក្រោយទៅដោយសារតែក្មួយមានការរវល់ត្រឡប់ទៅផ្ទះដូច្នេះហើយគឺមិនបាននៅហូបបាយជាមួយអ្នកមីងទេតែក្មួយសន្យាថាថ្ងៃក្រោយក្មួយនឹងមកលេងអ្នកមីងហើយនៅហូបបាយទីនេះសង្ឃឹមថាអ្នកមីងនិងអូនម្លីនឹងមិនប្រកាន់ក្មួយឡើយហើយមើលទៅដូចជាស្និទ្ធស្នាលគ្នាណាស់ពិតជាមិនធម្មតាទេនេះតែប៉ុណ្ណេះមានរឿងទៀតហើយអញអ្នកមីងចឹងក្មួយទៅសិនហើយម្លីបងទៅវិញហើយបន្ទាប់ពីនិយាយហើយសិលាក៏បានបើកឡានចេញទៅចំណែកឯនាងម្លីនិងម្ដាយក៏បានដើរចូលទៅផ្ទះវិញបាត់ចំណែកឯមីងសយ
Hơi, mơ tới đôi cho mình không bia vơi để anh bán kết tê. Mơ tới đôi cho snit sna nè oi đai oi chương kia dùm bao nè, tiếng mà đai tiếng côn. Mơ tới đôi cho mình thoa mà đa tê. Rương ní bà đăng tại anh cứ bà cắt cho mình sờ bài lại. Kết tờ rô nè xiên xinh. Nè dây hơi, mình soi có bạn đa tờ rô mình xương đang bay xì trào. Lúc tờ đọc tiếng mình xương. Nè xương ơi, nè xương. Nè xương nó bật tê ớt. Cha nè soi, cái nhầm nó bật tê hả ta. Dí tờ hẹp tờ hò bà nhập tờ ná nó. Đôi chị miền rừng ấy play tì đấy. Ôi nè xương ơi chào mơ. Cả nghe bộ dân miền ấy krà bia rừng nông tê. Mền cái ấy, mền hơi rừng thầm ấy tì đấy. Chẳng đang ớt. Mà nè dê lươn nó nhông cà bông ra rong chăm. Cà bông ta là một phóng nè. Nè ơi, nè ấy miền bang khơi lan tùm nơ bò khiêu tớp tập bạc chanh tơ muôn nâng tế. Mê này nè, nhông khơi ta, bàn tay nhông ngol tha, hai ấy ban chỉ miền lan tùm nơ bạc mà cắt một tiệp bộ dân bạp ní. Chỉ thô mà đa sọc phôm rồi bò dân cứ kròn nè, miền nè nam nè miền lan bạc nụ tê. Ta lan thôi, chưa được bọn này nè đã nè. Ồ, cứ nhông ban khơi lan nâng chun niềng mà lấy một tiệp thêm tiền miền prom nè. Cho một chỉ mùi khnia tiết phong hay có ban khơi nhẹ san một đi dây mưa từ đôi chỉ snit na nâng khnia đal hơi song say ta chỉ song xa rồi bọn nâng lấy tiết đắng. Ồ, men cái ấy nè bàn chân bật men chui o đờ nhẹ san nâng khmôi mli phong ta cho pro xa rồi bọc kê pi bạ yu na một hai anh nát khmôi mli niềng không prang đa lộ bần lai tật trọc chỉ riêng ro thay ngay. Hơi nè chun post ấy, khai ta về mình đôi ở vậy để nè cả đăng tha, proti krong tục chật mình ban tê, khai ta ban pran hay đọt đây ta, bà riệp ca hai tập này chuột của ba trường công với ta nè kết chẳng mất, nè có đăng tha, pro samay nè bị bạ tục chật na, na môi dương cro phong, từ do kê nè miết nè na kê mô sờ lanh dương nu. Ồ, nè dây bạp nè có mà dạng đây. Khai ta kê một con ta lên soi cho môi nâng dương. Chắc tăng bị ngày nô một mình soi tay ta đa prap nè phùm. Ông pi rương niêng mà lý chế nịch. Mình tha quát từ đa na tê chụp mà nè prap mà nè chụp pi nè prap pi nè. Ngày mùi niêng mà lý ban tới lụ bần lại địch rõ đòn. Bố ơi, bố tinh bà lai ớt. Nè bà lai ngày này sẵn ơn nè. Ô, khmôi mli tê ấy. Hả, khmôi nó lụp lại tiết ấy. Bố sman ta khmôi chụp lụp lại hơi. Bố không ta từ lệch từ bếp bà lại vô mà slo. Bố cất thả bằng khmôi chụp lụp lại. Khmien nè lụp lại ai bố tinh hộp tiết tê. Chá bố, miền nè. Khmôi nè ta lụp lại đôi thom đài ta. Bà khmôi mình lụp lại ta ban pra ai na vô một tình nhận co hộp ta bố. Hai bố đăng rương một bì na thả khmôi chụp lụp lại nó. Ồ, cứ bố lư kia nè dê nâng ná thả khmôi chụp lụp mình lại hơi. Chá bố, cứ khmôi nơi ta lụp lại đôi thom đài tê. Chẳng bà bố ọt tinh tê khmôi ta lụp tiết hai. Nị dây hơi niêng mli có bán đa tranh từ hay có bán nị dây mà nị anh thà. Ta nè na nè dây ấy tớ ban chìa nè phùm nè dây tha khi nhông chụp lụp mình lại tớ vĩnh hơi bắt chê mình dơ tên nè mình tinh plai ớt ngay ní plai srok on nè mình chơi tinh khmôi bê bê đông tinh. Ồ, mli tê ấy hả mli nè tớ lụp lại tiết men tê cho kranh tha mli chụp lụp lại hai men tê. Hãy ai ban chế ngay này mà lụp lá tiện chăng? Cha, mình cứ khmôi nơi ta lụp lá tiệt ta. Ta miền rừng ai men tê. Ta mình ai chơi prap khmôi phong ban tê tha hãy ai ban chế mình xô khmôi bạp ní. Pro ngay ní mình đứa cha ná đã xô khmôi tha khmôi chụp lụp bằng lại hai. Khmôi mình dơ tê nè. Mình chơi prap khmôi phong tha miền rừng ai. Ta nè na ban nè dây ai men tê. Ồ, cứ mình lư kê nè dây nâng na tha khmôi chụp lụp lại hai. Mình có mình đăng đá ta lư kê nè dây tha nè soi chỉ nè prap. Tha nè soi ban khơi mli nâng miền cù snai chỉ nè miền chun một đọc tê. Rồi hai chỉ mli ai nâng chụp lụp lại hai. Hai, mình chắn có ban ray rap nào vậy đã qua ban lư tiếng o. Prap từ niềng mli
បន្ទាប់ពីនាងម្លិះបានឮបែបនេះហើយនាងម្លិះក៏បានត្រឡប់ទៅផ្ទះវិញហើយក៏បានប្រាប់ម្ដាយរបស់នាងអំពីអ្វីដែលនាងបានឮពីអ្នកភូមិបន្ទាប់មកម្ដាយរបស់នាងខឹងខ្លាំងណាស់ក៏បានទៅរកមីងសយអ្នកសយអើយអ្នកសយអ្នកឯងនៅផ្ទះអត់ចាញ់មកបន្តិចមើលខ្ញុំចង់និយាយជាមួយបន្តិចអូមានការអីអ្នកសានខ្ញុំនៅផ្ទះហើយតាមានរឿងអីមែនទេបានជាហៅបញ្ញាបញ្ញាប់បែបនេះមើលអ្នកសយអ្នកឯងប្រាប់ខ្ញុំមកច្បាស់ទៅមើលអ្នកឯងមែនទេដែលដើរនិយាយប្រាប់អ្នកភូមិថាកូនរបស់ខ្ញុំមានសង្សារជាសេដ្ឋីជូនមកដល់ផ្ទះណែមានអាណានេះមិនបាច់ប្រកែកទេខ្ញុំបានដឹងអស់ហើយគឺអ្នកឯងនឹងហើយជាអ្នកដើរនិយាយរឿងរបស់កូនខ្ញុំដើរប្រាប់គេអ្នកឯងដឹងមកពីណាថាម្នាក់ប្រុសដែលជូនមកនោះគឺជាសង្សាររបស់កូនខ្ញុំប៉ុន្តែកូនរបស់អ្នកគឺពិតជាមានមនុស្សប្រុសជូនមកពិតមែនថែមទាំងស្និទ្ធស្នាលគ្នាទៀតផងតើអ្នកចង់ប្រកែកមែនទេខ្ញុំមិនបានប្រកែកទេថាកូនខ្ញុំគ្មានមនុស្សប្រុសជូនមកមែនគេពិតជាមានមនុស្សប្រុសជូនមកមែនប៉ុន្តែប្រុសម្នាក់នោះជូនមកដោយសារតែគេជាអ្នកជួយកូនរបស់ខ្ញុំគេមិនមែនជាសង្សារគ្នាដូចអ្វីដែលអ្នកបាននិយាយទេអ្នកដើរនិយាយកូនខ្ញុំសិតតែជាសង្សារនឹងគ្នានឹងនិយាយអាក្រក់ជាច្រើនទៀតអ្នកឯងគិតស្អីអ្នកឯងហេតុអីបានជាអ្នកឯងដើរនិយាយបែបនេះបកាច់បខ້ອយកូនស្រីរបស់ខ្ញុំបែបនេះរាល់ថ្ងៃនេះពួកខ្ញុំនេះពិតជានឿយហត់ខ្លាំងណាស់ខំព្យាយាមដើរលក់បន្លែត្រឹមតែមករស់តែប៉ុណ្ណោះឯងប៉ុន្តែពួកអ្នកឯងនេះបែរជាដើរនិយាយដើមពួកខ្ញុំសិតតែពួកខ្ញុំនេះដើរតាក់ប្រុសអីឯណាអ្នកឯងឃើញបែបណាអ្នកឯងឃើញពីការថាកូនខ្ញុំដើរតាក់ប្រុសនោះហើយអ្នកឯងដឹងអត់ថាម្នាក់ប្រុសនឹងគឺជាអ្នកណាហើយហេតុអីបានជាម្នាក់ប្រុសនឹងជូនកូនខ្ញុំមកផ្ទះវិញអ្នកឯងមានដឹងអត់បានជាអ្នកឯងនឹងដើរទៅនិយាយតែផ្ដេសតែផ្ដាស់បែបនេះចុះបើម្នាក់ប្រុសនឹងមិនមែនជាសង្សារម្លិះតើម្នាក់ប្រុសនឹងគឺជាអ្នកណាចុះហេតុអីបានជាជូនគ្នាមកមើលទៅដូចជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់នោះអូគ្រាន់តែអ្នកឃើញពួកគេស្និទ្ធស្នាលនឹងគ្នាក៏អ្នកម៉ៃថាពួកគេគឺជាសង្សារនឹងគ្នាអ្នកឯងយកស្អីមកគិតម្នាក់ប្រុសដែលបានជូនម្លិះមកផ្ទះវិញគឺក្មួយសិលាដែលជាកូនរបស់មេភូមិភឿនដែលគេបានឃើញម្លិះត្រូវបានពួកអាដែនធ្វើបាបទើបបានជាគេជួយម្លិះហើយក៏បានជូនមកផ្ទះវិញហេតុអីបានជាអ្នកឯងមិនបានគិតវែងឆ្ងាយក៏ទៅនិយាយដើមគេបែបនេះថ្ងៃនេះបើអ្នកឯងមិនបកស្រាយប្រាប់ខ្ញុំឲ្យច្បាស់ទេខ្ញុំនឹងប្តឹងមេភូមិឲ្យអ្នកឯងទៅគុកជាមិនខាននោះទេអូគឺអញ្ចឹងទេអ្នកខ្ញុំស្មានតែពួកគេជាសង្សារនឹងគ្នាឲ្យខ្ញុំសុំទោសអ្នកកុំប្តឹងមេភូមិអីខ្ញុំសុំអង្វរខ្ញុំមិនចង់ទៅគុកនោះទេឲ្យខ្ញុំសុំទោសណាអ្នកថ្ងៃក្រោយគឺខ្ញុំលែងហ៊ានធ្វើបែបនេះទៀតហើយឲ្យខ្ញុំសុំទោសកុំប្តឹងមេភូមិអីណាយ៉ាងម៉េចហើយខ្លាចហើយមែនទេចុះពេលដែលអ្នកដើរនិយាយដើមពីកូនរបស់ខ្ញុំតើអ្នកមានអារម្មណ៍បែបណាតែមើលទៅអ្នកដូចជាមិនពិបាកចិត្តទេហើយថែមទាំងសប្បាយទៀតផងថ្ងៃនេះខ្ញុំអត់ឱនឯអ្នកតែកុំឲ្យមានលើក្រោយឲ្យសោះកូនរបស់ខ្ញុំនាងគឺល្អណាស់មិនមែនដូចអ្វីដែលអ្នកដើរប្រាប់ទៅគេនោះទេកុំចេះតែមាត់ផ្ដេសផ្ដាស់ភ្លីភ្លើដើរនិយាយតែផ្ដេសតែផ្ដាស់បែបនេះថ្ងៃក្រោយគឺខ្ញុំនឹងមិនលើកលែងឲ្យអ្នកទៀតទេចាអ្នកចាខ្ញុំអរគុណច្រើនណាស់ថ្ងៃក្រោយខ្ញុំនឹងមិនធ្វើបែបនេះទៀតទេបងប្អូនថ្ងៃក្រោយកុំយកតម្រាប់តាមខ្ញុំអីណាការនិយាយដើមគេគឺវាមិនល្អឡើយមិនថាយើងដឹងច្បាស់ឬក៏ដឹងមិនច្បាស់នោះទេវាអាចនាំរឿងមកដល់យើងបានសូមបងប្អូនកុំយកគំរូតាមមិញសយឲ្យសោះព្រោះការនិយាយដើមគេប្រៀបបានទៅនឹងការបង្ហាញពីភាពគ្មានក្រមសីលធម៌នៅក្នុងការរស់នៅរបស់យើងរឿងអ្នកជិតខាងសូមចប់ដោយបរិបូរណ៍